អំណាចនៃបណ្ដាញសង្គមបណ្ដាញសង្គមធ្វើឲ្យយុវជនជាច្រើនប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃឃើញគេជោគជ័យគិតថាខ្លួនបរាជ័យឃើញគេមានគិតថាខ្លួនក្របណ្ដាញសង្គមគឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយប្រើវាឲ្យត្រឹមត្រូវអ្នកអាចស្វែងរកឱកាសថ្មីៗអាចលក់ផលិតផលអាចរៀនជំនាញអាចបង្កើតអាជីពអាចបង្កើតប្រាក់ចំណូលទាំងអស់នេះធ្វើតែតាមទូរស័ព្ទដៃអ្នកប៉ុណ្ណោះជាទូទៅបណ្ដាញសង្គមមិនអាក្រក់ទេបញ្ហាគឺនៅត្រង់វិធីដែលយើងប្រើវាសូមសួរខ្លួនឯងថាតើយើងកំពុងប្រើបណ្ដាញសង្គមដើម្បីប្រៀបធៀបឬដើម្បីបង្កើតអនាគតរបស់យើងសូមដល់ជាព័ត៌មានបាទជូនដល់បងប្អូនខ្មែរយើងទាំងអស់គ្នានៅទូទាំងប្រទេសដែលមានបំណងចង់ធ្វើអាជីវកម្មជាដៃគូសហការរបស់ក្រុមហ៊ុនឬជាតំណាងចែកចាយរបស់ក្រុមហ៊ុនទោះបីជាបងប្អូនធ្វើការងារបងប្អូនរកស៊ីមុខរបរណាក៏បងប្អូនអាចមានពេលធ្វើអាជីវកម្មជាមួយរុក្ខឱសថឆ្នេរខ្មៅដែរគឺបងប្អូនចំណាយដើមទុនតិចតួចបំផុតបងប្អូនអាចចាប់ដៃគូជាមួយក្រុមហ៊ុនហើយបងប្អូនមានផលិតផលយកទៅលក់បានទូទាំងប្រទេសគឺបងប្អូនអាចលក់បានគ្រប់ពេលវេលាមិនថាបងប្អូនធ្វើការបងប្អូនដើរលេងបងប្អូនមានវល់តាណាគឺមិនបារម្ភទេបងប្អូនលក់បានទាំងអស់ពីព្រោះជាអាជីវកម្មដែលយើងលក់អនឡាញដូច្នេះហើយវាធ្វើឲ្យការលក់មានលក្ខណៈទូលំទូលាយបាក់ខ្សែទូទាំងប្រទេសបានអញ្ចឹងហើយបានធ្វើឲ្យឆ្នេរខ្មៅកំពុងស្ថិតនៅក្នុងទីផ្សារមួយកំពុងតែកើនឡើងដោយសារតែវាមានប្រសិទ្ធភាពសុវត្ថិភាពក្នុងការប្រើប្រាស់ហើយនឹងលក់ដាច់ទៀតផងដូច្នេះបើសិនបងប្អូនមានចំណាប់អារម្មណ៍ទាំងជាវយកទៅប្រើប្រាស់ទាំងបងប្អូនដែលចង់ធ្វើអាជីវកម្មដៃគូសហការជាមួយក្រុមហ៊ុនសូមទៅអ្នកទំនងតាមលេខទូរស័ព្ទក្នុងវីដេអូនេះបាទសូមអរ